រដ្ឋកូរ៉េខាងជើងឬដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបិទជិតបំផុតនិងមានភាពល្បីល្បាញខ្លាំងបំផុតនៅលើពិភពលោកគិតចាប់តាំងពីថ្ងៃបង្កើតប្រទេសក្នុងឆ្នាំ1948មកប្រទេសនេះមិនធ្លាប់ស្គាល់ការដឹកនាំក្រៅពីគ្រួសារតែមួយនោះឡើយដោយអំណាចត្រូវបានតពូជនិងបន្តវេនពីជំនាន់មួយទៅជំនាន់មួយក្នុងគ្រួសារតកូលគីមដំណើរជីវិតរបស់មេដឹកនាំទាំង3រូបគឺលោកគីមអ៊ីសុងលោកគីមចុងអ៊ីលនិងលោកគីមចុងអ៊ុនមិនត្រឹមតែជារឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះទេប៉ុន្តែវាគឺជាខ្សែជីវិតដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនយោបាយនិងវាសនារបស់ប្រជាជនកូរ៉េខាងជើងទាំងមូលដើមកំណើតនៃបណ្ដុំអំណាចនេះបានចាប់ផ្ដើមជាមួយស្ថាបនិកប្រទេសគឺលោកគីមអ៊ីសុងដែលកើតក្នុងឆ្នាំ1912នៅជិតទីក្រុងព្យុងយ៉ាងក្នុងគ្រួសារមួយដែលមានសកម្មភាពស្នេហាជាតិប្រឆាំងនឹងការដាក់អាណានិគមរបស់ជប៉ុនកាលពីវ័យក្មេងលោកបានចូលរួមក្នុងចលនាតស៊ូប្រដាប់អាវុធនិងបានភៀសខ្លួនទៅទឹកដីចិនព្រមទាំងសហភាពសូវៀតដែលនៅទីនោះហើយដែលលោកបានក្លាយជាទាហានបកកុម្មុយនីសនិងបានទទួលការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់ពីសំណាក់យោធាសូវៀតក្រោយសង្គ្រាមលោកលើកទី2បញ្ចប់នឹងពេលដែលប្រទេសកូរ៉េត្រូវបែងចែកជាពីរផ្នែកលោកគីមអ៊ីសុងត្រូវបានសហភាពសូវៀតជ្រើសរើសនិងគាំទ្រឲ្យមកដឹកនាំតំបន់ភាគខាងជើងរហូតដល់សម្រេចប្រកាសបង្កើតរដ្ឋកូរ៉េខាងជើងជាផ្លូវការក្នុងឆ្នាំ1948ក្នុងនាមជាមេដឹកនាំចំនួនទី1លោកគីមអ៊ីសុងបានបង្កើតមនោគមវិជ្ជាជូឆេដែលប្រកាន់យកគោលការណ៍ពឹងផ្អែកលើខ្លួនឯងជាអតិបរមានិងបានកសាងវប្បធម៌គោរពស្រឡាញ់បុគ្គលយ៉ាងខ្លាំងក្លារហូតដល់ថ្នាក់ប្រជាពលរដ្ឋចាត់ទុកលោកដូចជាឪពុកបង្កើតរបស់ជាតិក្តីស្រមៃចង់បង្រួបបង្រួមឧបទ្វីបកូរ៉េដោយកម្លាំងបាយបានជំរុញឲ្យលោកបើកការវាយលុកទៅលើកូរ៉េខាងត្បូងក្នុងឆ្នាំ1950ដែលនាំឲ្យផ្ទុះសង្គ្រាមកូរ៉េដ៏របួសរាលយ៉ាងធំទោះបីជាសង្គ្រាមនោះមិនអាចលេបរបស់ភាគខាងត្បូងបានក៏ដោយប៉ុន្តែវាបានក្លាយជាគ្រឹះដ៏រឹងមាំមួយសម្រាប់លោកក្នុងការបោះសម្អាតគូប្រជែងនយោបាយនិងបន្តផ្ដាប់អំណាចផ្ដាច់ការរហូតដល់ពេលដែលលោកទទួលមរណភាពក្នុងឆ្នាំ1994ការបន្តវេនអំណាចមកកាន់មេដឹកនាំជំនាន់ទី2គឺលោកគីមចុងអ៊ីលដែលជាកូនប្រុសច្បងបានបង្កើតជាប្រវត្តិសាស្ត្រថ្មីមួយនៃការផ្ទេរអំណាចតាមបែបរាជវង្សនៅក្នុងប្រព័ន្ធកុម្មុយនីសលោកគីមចុងអ៊ីលបានកើតនៅឯតំបន់សហភាពសូវៀតក្នុងអំឡុងពេលដែលឪពុករបស់លោកភៀសខ្លួនប៉ុន្តែប្រវត្តិផ្លូវការរបស់រដ្ឋបានកែច្នៃថាលោកបានកើតនៅឯជំរំសម្ងាត់លើភ្នំពេកទូដើម្បីលើកតម្លៃរឿងព្រេងនិទាននៃខ្សែស្រឡាយអ្នកដឹកនាំមុនពេលឡើងកាន់អំណាចជាផ្លូវការលោកត្រូវបានឪពុកបណ្ដុះបណ្ដាលនិងដាក់ឲ្យកាន់តំណែងសំខាន់ៗជាច្រើនក្នុងបកនិងផ្នែកឃោសនាកម្មដើម្បីពង្រឹងឥទ្ធិពលនយោបាយនិងកសាងរូបភាពផ្ទាល់ខ្លួនជាមេដឹកនាំទី2ទោះបីជាយ៉ាងណាក៏ដោយការឡើងកាន់អំណាចរបស់លោកគីមចុងអ៊ីលក្នុងឆ្នាំ1994គឺជាអំឡុងពេលដ៏អាក្រក់បំផុតនិងជួបវិបត្តិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើងការរំលាយរដ្ឋសហភាពសូវៀតដែលជាដៃគូពាណិជ្ជកម្មនិងជាខ្នងបង្អែកដ៏សំខាន់បានធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ក្នុងគ្រោះទុក្ខយ៉ាងខ្លាំងក្លាដែលផ្ដាច់ជីវិតប្រជាជនរាប់រយពាន់នាក់ដើម្បីទប់ស្កាត់ការដួលរលំនៃរបបលោកគីមចុងអ៊ីលបានប្រកាន់យកគោលនយោបាយយោធាជាចម្បងដោយយកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍកងទ័ពនិងកម្មវិធីនុយក្លេអ៊ែរខណៈដែលប្រជាពលរដ្ឋរស់នៅក្នុងភាពអត់ឃ្លាននិងការខ្វះខាតយ៉ាងវេទនាលោកបានគ្រប់គ្រងប្រទេសដោយកណ្ដាប់ដៃដែករហូតដល់ពេលដែលលោកទទួលមរណភាពដោយសារគាំងបេះដូងក្នុងឆ្នាំ2011ការបន្តវេនអំណាចលើកទី2បានកើតឡើងភ្លាមៗដោយបានធ្លាក់មកលើស្មារបស់លោកគីមចុងអ៊ុនដែលជាកូនប្រុសពៅរបស់លោកគីមចុងអ៊ីលនៅពេលឡើងកាន់តំណែងលោកគីមចុងអ៊ុនមានវ័យក្មេងខ្ចីខ្លាំងនិងត្រូវបានគេមើលងាយពីសំណាក់អ្នកវិភាគអន្តរជាតិថាអាចនឹងមិនមានសមត្ថភាពគ្រប់គ្រងប្រទេសឬអាចត្រូវត្រួតត្រាដោយពួកមន្ត្រីចាស់វស្សាក្នុងជួរកងទ័ពប៉ុន្តែផ្ទុយពីការរំពឹងទុកលោកបានបង្ហាញភាពខុសខើនិងជំនាញនយោបាយយ៉ាងប៉ិនប្រសប់ក្នុងការបោះសម្អាតក្រុមអ្នកប្រឆាំងសូម្បីតែការបញ្ជាឲ្យលោកបំបត្តិពូជពង្សវង្សត្រកូលជិតស្និទ្ធខ្លួនឯងដូចជាការធ្វើឃាតបងប្រុសជីដូនមួយនិងការប្រហារជីវិតពូបង្កើតគឺលោកយ៉ាងសុងថេកដើម្បីក្តាប់អំណាចឲ្យបានដាច់ខាតក្រោមការដឹកនាំរបស់លោកគីមចុងអ៊ុននយោបាយការបរទេសរបស់កូរ៉េខាងជើងបានផ្លាស់ប្ដូរទម្រង់គួរឲ្យកត់សម្គាល់តាមរយៈការជំរុញកម្មវិធីអភិវឌ្ឍមីស៊ីលផ្លោងអន្តរជាតិនិងអាវុធនុយក្លេអ៊ែរកាន់តែខ្លាំងក្លាឡើងដើម្បីធានានិរន្តរភាពនៃរបបរបស់ខ្លួនប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិកទន្ទឹមនឹងនេះលោកក៏បានព្យាយាមបង្ហាញរូបភាពជាមេដឹកនាំទំនើបតាមរយៈការកសាងទីក្រុងទំនើបការយកចិត្តទុកដាក់លើវិស័យកីឡានិងការបង្ហាញមុខកូនស្រីបង្កើតរបស់ខ្លួនជាសាធារណៈដែលអ្នកវិភាគអន្តរជាតិមើលឃើញថាជាសញ្ញាទុកជាមុនសម្រាប់ការត្រៀមបន្តវេនអំណាចចំនួនទី4នាពេលអនាគតសរុបសេចក្តីមកដំណើរជីវិតរបស់មេដឹកនាំទាំង3នៃកូរ៉េខាងជើងគឺជាខ្សែជីវិតដែលចងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការបង្កើតការរក្សានិងការការពារអំណាចផ្ដាច់ការបែបគ្រួសារតែមួយពីមួយចំនួនទៅមួយចំនួនទោះបីជាពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយក៏របបដឹកនាំនៅទីនេះនៅតែរក្សាបាននូវភាពរឹងរូសនិងបន្តប្រើប្រាស់មនោគមវិជ្ជាជាតិនិយមជ្រុលហួសហេតុព្រមទាំងកម្លាំងយោធាដើម្បីទប់ទល់នឹងព្យុះភ្លៀងនយោបាយអន្តរជាតិប្រវត្តិសាស្ត្ររបស់បរិសុទ្ធទាំង3រូបនេះគឺជារឿងរ៉ាវដែលបន្តទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកតាមដានភូមិសាស្ត្រនយោបាយសកលលោកជានិច្ចកាល